ស្ដីអ្នកទាំងអស់គ្នាខ្ញុំឧស្សាហ៍ค่ะហើយខ្ញុំគឺជាអ្នកចំណូលថ្មីសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការសម្ដែងរបស់ខ្ញុំហើយខ្ញុំមានរឿងថ្មីមួយដែលចង់ណែនាំអ្នកទាំងអស់គ្នារឿងនេះមានចំណងជើងថា For Your Mother ដែលបកប្រែជាភាសាខ្មែរថាសម្រាប់ឃាតកររបស់អ្នករឿងនេះមានប្រធានបទទាក់ទងនឹងការធ្វើឃាតកម្មការរំលោភបំពានលើកុមារនិងការធ្វើបាបដែលអាចមិនសមរម្យសម្រាប់អ្នកអ្នកទាំងអស់គ្នាដូច្នេះក្មេងក្រោម18ឆ្នាំសូមហាមមិនឲ្យមើលនោះទេប្រសិនបើចង់មើលនោះមើលដោយការទទួលខុសត្រូវអញ្ចឹងចូលសាច់រឿងយើងផ្ដើមសាច់រឿងរបស់យើងគេបង្ហាញពីបន្ទប់មួយដែលមានពន្លឺបង្អួចចេះចេញមកស្រាប់តែពេលនោះក៏មាននរណាម្នាក់បានទៅមកកាន់នាងតែនាងកំពុងតែគេងហើយម្នាក់នោះគឺជាម្ដាយរបស់សូលីតែមកកាន់នាងហើយនាងមិនបានលើកនាងក៏បានផ្ញើសារមកកាន់ទូស្រីយើងថាអ្នកមិនបានលើទូរស័ព្ទខ្ញុំតាំងពីយប់មិញមកម្លេះហើយនាងក៏បានតបទៅវិញថាខ្ញុំងងុយគេងលឿនហើយមិនអាចមើលទូរស័ព្ទរបស់ខ្ញុំកាលពីយប់មិញបានទេដូច្នេះហើយឲ្យខ្ញុំសំទោសផងហើយនាងតបទៅកាន់ម្ដាយសូលីតែមិនសប្បាយជារួយក៏បានដើរចាក់ជីពីបន្ទប់ហើយនាងក៏បានឃើញប្អូនប្រុសរបស់នាងកំពុងតែញ៉ាំមីមតែម្នាក់ឯងហើយនាងក៏បានសួរគេថាឯងភ្ញាក់ហើយមែនទេគេចោះហើយខ្ញុំបានធ្វើម្ហូបខ្លះតែឯងមិនចង់បន្ទាប់ពីបងគេសួរគេហើយប៉ុន្តែគេហាក់បីជាមិនខ្វល់រួចគេក៏បានយកមីនោះទៅដាក់កន្លែងលាងចានហើយទឹកមុខរបស់បងគេហាក់បីជាមិនសប្បាយចិត្តទៅទេសោះសំឡេងទូរស័ព្ទនៅតែបន្តរោអត់ជប់ឈរហើយនាងក៏បានក្តាប់កាន់មកកាន់ទីធ្លាសាលារៀនបន្ទប់ទី6ថ្នាក់រៀនទី2បង្ហាញពីអ្នកគ្រូរបស់យើងបានបង្រៀនសួរកូនសិស្សថាតើនរណាអាចបំពេញចម្លោះមេរៀនទាំងនេះបានហើយកូនសិស្សក៏បានតបថាខ្ញុំអ្នកគ្រូនៅបន្ទប់ទទួលភ្ញៀវនាងក៏បានអង្គុយសម្រាប់ព្រោះនាងមានអារម្មណ៍ថាហត់នឿយខ្លាំងមែនទែនតែពេលនោះក៏មាននរណាម្នាក់ក៏បានមីសេមកកាន់នេះហើយទាំងនោះគឺជាម្ដាយរបស់សូលីហើយនាងឆាកមកកាន់នាងថាគ្រូត្រូវតែប្រកាសថាជួយ CU សរសេរដោយដៃរបស់គាត់ហើយគាត់បានប្រាប់ខ្ញុំថាពួកគេកំពុងបម្រើសាច់ក្រកនៅអាហារស្ថានតានាងមិនដឹងទេថាសាច់ក្រកនៅក្នុងអាហារស្ថានតានាងមិនដឹងទេថាសាច់កែច្នៃមិនល្អសម្រាប់សុខភាពហើយរបៀបបានជានាងមិនហៅ CU ឲ្យដោះស្រាយបញ្ហានៅលើក្តារខៀនគាត់បាននិយាយថាគាត់បានលើកដៃ5ដងហើយប៉ុន្តែនាងមិនអើពើនឹងគាត់ទេបន្ទាប់ពីនាងអានសារទាំងអស់នេះហើយអ្នកគ្រូមានអារម្មណ៍ថាតាំងចិត្តនឹងហត់នៅខាងបន្ទះព្រាមទៅស្រាប់តែមានសិស្សម្នាក់រត់មកប្រាប់អ្នកគ្រូគោលថាមានរឿងធំហើយគឺមានអាកូនសិស្សក្បាលខូច2នាក់បានធ្វើបាបកូនសិស្សទុំខ្សោយម្នាក់ហើយគេបាននិយាយថាឯងនៅឲ្យស្ងៀមទៅបើមិនដូច្នោះទេឯងនឹងរបួសខ្ញុំអាចធ្វើវាក្នុងរយៈពេល5វិនាទីមិនហើយខ្ញុំអាចធ្វើវាបានក្នុងរយៈពេលតិចជាង3នាទីតោះធ្វើវាទៅចៃដន្យអីអ្នកគ្រូក៏បានមកទាន់ហើយនាងមានអារម្មណ៍ថាភ័យខ្លាំងមែនទែនហើយក៏បានប្រាប់ទៅកាន់កូនសិស្សថាដាក់វាចោះប៉ុន្តែកូនសិស្សនោះហាក់បីជាមិនចង់ស្ដាប់អ្នកគ្រូនឹងទេហើយថាតែនិយាយសម្ដីធំដាក់អ្នកគ្រូទៀតថាហេឆាប់លេងខ្ញុំទៅខ្ញុំប្រាប់ថាឲ្យលេងភ្លាមនោះគេក៏ច្រត់ដែរក៏គវាដៃធ្វើឲ្យមុខរបស់អ្នកគ្រូក៏បានរយៈហើយគេមានទងមុខភ័យស្លន់ខ្លាំងមែនទែនហើយអ្នកគ្រូរបស់យើងក៏មានអារម្មណ៍ថាតក់ស្លុតខ្លាំងមែនទែនដែលមិនស្មានថារឿងមកដល់ដំណាក់កាលនេះហើយអ្នកគ្រូគាត់ក៏បានឈប់ព្រឹកភ្លៀងនឹកឃើញពីអតីតកាលរបស់នាងដែលនៅវិទូម្ដាយរបស់នាងក៏បានតែកំភ្លៀងមកកាន់នាងហើយមិនដឹងថាមានរឿងអីកើតឡើងនោះទេស្បីតែប្អូននាងក៏បានយំផងដែរហើយកាន់មកបច្ចុប្បន្នវិញអ្នកគ្រូក៏បានតាំងអារម្មណ៍ឡើងមកវិញហើយក៏បាននិយាយជាមួយនឹងក្មេងតូចនោះថាតើឯងមិនអីទេមែនទេមានឈឺត្រង់ណាដែរទេបន្ទាប់ពីនាងបាននិយាយជាមួយនឹងក្មេងតូចរបស់យើងនេះហើយនាងក៏បានបែរខ្លួនទៅរកអាកូនសិស្សសក់ស្រឡាយនឹងវិញហើយបាននិយាយទៅកាន់គេថាបន្ទាប់ពីឯរៀនរួចឯងនឹងស្នាក់នៅផ្ទះវិញហើយគេមើលទៅហាក់បីជាខឹងខ្លាំងមែនទែនបន្ទាប់ពីពេលនោះម្ដាយរបស់គេបាននិយាយថាតើអ្នកឲ្យពួកគេលេងក្បិតរបៀបណាតើអ្នកសំជាគ្រូរបស់គេដែរទេព្រាមនោះទូស្រីរបស់យើងក៏ប្រាប់ទៅកាន់អ្នកស្រីអ៊ូថាគេនឹងយកកម្រិតមកដោយខ្លួនឯងហើយស៊ីអ៊ូនឹងគេក៏បាននិយាយថាគាត់បានចាប់កដៃរបស់គាត់ហើយអ្នកស្រីអ៊ូនោះក៏បាននិយាយថានេះអ្នកឯងបានចាប់កដៃរបស់កូនប្រុសរបស់ខ្ញុំហ៎តែឯងមានឃើញស្នាមនឹងកដៃដែរទេឃើញណាស់ទេឃើញអីផងខំខ្លាំងទូស្រីរបស់យើងក៏បានសុំទៅកាន់អ្នកស្រីចុងអ៊ូនឹងវិញថាដោយសារតែវាជាស្ថានភាពគ្រោះថ្នាក់ដូច្នេះខ្ញុំតែមិនតាន់ទាំងបាននិយាយផងអ្នកស្រីអ៊ូនឹងក៏បានកាត់សម្ដីរបស់គាត់អ្នកស្រីអ៊ូនឹងនៅតែបន្តនិយាយថាកុំព្យាយាមសម្ដែងធ្វើជាមនុស្សល្អនិងត្រឹមត្រូវអីហើយរួចបានជាអ្នកបានឆ្លើយតបនឹងសារខ្ញុំនៅរសៀលនេះហ
ហើយអ្នកហ៊ានតែមិនអើពើនឹងសាមពីឪពុកម្ដាយសិស្សដោយរបៀបណាអ្នកមើលទៅបើជាឆ្លើយខ្លាំងមែនតើកូនរបស់អ្នកស្រីអូននេះវាថាឌឺខ្លាំងមែនតើបើថានៅក្បែរវិញចាប់ញាត់កន្លងហ្មងនិយាយថាពីអ្នកម៉ែកូនគេនេះចរើដូចគ្នាសំដីវិញសំដីដូចឯងហើយអ្នកស្រីស៊ីអូននៅតែនិយាយថាចាប់សំទោសភ្លាមសំទោសឥឡូវនេះហើយអ្នកគ្រូចុងយើងបាននិយាយថាខ្ញុំបានសំទោសរួចហើយអ្នកគ្រូបានត្រឹមតែក្តាប់ដៃហើយគាត់នៅតែបន្តនិយាយថាឲ្យខ្ញុំសំទោសពីថាអ្នកស្រីមុខស្វានៅតែបន្តនិយាយថាមានតែប៉ុណ្ណឹងទេមែនទេហាខ្ញុំយល់ថាអ្នកលេងចង់ធ្វើជាគ្រូបង្រៀនទៀតហើយមែនទេហាអ្នកគ្រាន់តែដាក់ច្បាប់នឹងលាឈប់ចេញពីទីនេះភ្លាមទៅគ្រូរបស់យើងបានត្រឹមតែលោតចង្កូននឹងសូមអភ័យទោសពីគេប៉ុន្តែគេមិនបានខ្វល់ពីអ្នកគ្រូរបស់យើងនោះទេតើពីបទការទាំងនោះមកពេលល្ងាចក៏បានឈាមម្ដងហើយអ្នកគ្រូក៏បានដើរត្រឡប់មកផ្ទះតែម្នាក់ឯងតែមួយស្រពោះសពូនហើយព្រាមនោះក៏សលេងទូសំនៅតែបន្តពលឺឡើងគឺថាអ្នកស្រីស៊ីអូនឹងថាមិនលេងទេអញ្ចឹងហើយសារនឹងមិនខ្វល់ទេយើងកាន់មកកាន់ផ្ទះរបស់អ្នកគ្រូចុងរបស់យើងបន្ទាប់ពីនាងត្រឡប់មកកាន់ផ្ទះមកវិញនាងឃើញចានមីនោះនៅតែដដែលហើយនាងក៏បានសួរប្អូនប្រុសរបស់នាងថាគេសុងណាតើអ្នកបានគេហើយមែនទេប៉ុន្តែប្អូនរបស់នាងក៏មិនបានឆ្លើយទៅមកកាន់នាងវិញនាងមានអារម្មណ៍ថាសែតខ្លាំងមែនទែនហើយនាងក៏បានលេបថ្នាំមួយគេងហើយនាងក៏បានដាក់ភ្នែកគេងនៅលើក្រេហើយនាងមានអារម្មណ៍ថាគឺថាតានតឹងចិត្តខ្លាំងមែនទែនទឹកមុខវិញគឺថាមិនបាច់និយាយវិញទេនាងក៏បានបិទភ្នែកគេងលងលួហើយនាងក៏បានបិណ្ឌឃើញពីដង្កើមួយបានវានៅលើស្លឹកភ្លាមនោះស្រាប់តែមានទឹកកដោបមួយក៏បានចាប់វាឡើងហើយនាងបន្ទាប់ពីឃើញកដោបនោះបានធ្វើបែបនោះនាងបាននិយាយតិចថាកដោបនោះពិតជាគួរអាណិតខ្លាំងមែនទែននាងក៏បានងាកចោលងាកឡើងនាងក៏បានឃើញដុំថ្មមួយនាងក៏បានស្រាប់តែចាប់ដុំថ្មនោះឡើងនាងហ៊ាននឹងវាយសម្លាប់សត្វកដោបនោះហើយប៉ុន្តែនាងក៏បានភ្ញាក់ឡើងខ្លួនឡើងមកវិញទាំងភ័យស្លន់ស្លោហើយក៏មាននរណាគេតែមកកាន់នាងឲ្យទៅជួបកាន់រមណីយដ្ឋានមួយដែលបង្ហាញពីទូស្រីរបស់យើងជាមួយនឹងមិត្តភ័ក្តិរបស់នាងហើយមិត្តភ័ក្តិរបស់នាងក៏បានសួរថាតើមានរឿងអីនៅចំពោះមុខរបស់ឯងហេតុអីទឹកមុខរបស់ឯងស្រពោះស្រពងយ៉ាងនេះទូស្រីរបស់យើងក៏បានប្រាប់ទៅវិញថាសិស្សម្នាក់របស់ខ្ញុំកំពុងបង្កបញ្ហាទៅកាន់ក្មេងម្នាក់ទៀតដូច្នេះខ្ញុំក៏បានមានរឿងជាមួយនឹងគេដោយចៃដន្យត្រូវហើយខ្ញុំគិតថាខ្ញុំចាំថាអ្នកបានប្រាប់ខ្ញុំអំពីរឿងនេះហើយមិត្តភក្តិទូស្រីបានឆ្លើយទៅវិញថាខ្ញុំជួយខ្ញុំជ្រើសរើសសម្លៀកបំពាក់ខ្លះតើមួយណាស្អាតជាងខ្ញុំគិតថាមួយនៅខាងស្ដាំដឹងហើយរួចរាល់ហើយតួស្រីហាក់បីជាមានអារម្មណ៍ថាមិនសប្បាយចិត្តហើយខ្ញុំនោះនាងក៏បានហៅមិត្តភក្តិនាងថាហេជិញយ៉ងហើយមិត្តភក្តិរបស់នាងក៏បានតបថាម្ដាយសិស្សម្នាក់របស់ខ្ញុំនៅតែផ្ញើសារនោះមកកាន់ខ្ញុំហើយគាត់ហៅខ្ញុំមិនឈប់ឈរគ្រប់ម៉ោងទាំងយប់ទាំងថ្ងៃគាត់ថែមទាំងគម្រាមខ្ញុំម្ដងហើយម្ដងទៀតអ្នកហើយមិត្តភក្តិទូស្រីក៏បានតបថាអ្នកគួរតែប្តឹងគាត់ទៅទាំងដែរកំពុងតែចុចទូរស័ព្ទហើយបានបន្តនិយាយទៀតថាតើវាមិនពិបាកទេមែនទេហើយទូស្រីមានអារម្មណ៍ថាភ័យបន្តិចហាក់បីដូចជាគ្មានទំនុកចិត្តភក្តិទូស្រីនៅតែបន្តនិយាយថាយ៉ាងណាក៏ដោយវាប្រកាសជាល្អដែលបានធ្វើជាខ្លួនឯងយ៉ាងហោចណាស់អ្នកមានការងារធ្វើឪពុកខ្ញុំឈប់ឲ្យលុយខ្ញុំហើយប៉ុន្តែខ្ញុំទៅតែអាយុ29ឆ្នាំហ្នឹងតើវាមិនហាក់ដូចជាធ្ងន់ធ្ងរទេមែនទេអូសំទោសខ្ញុំភ្លេចថាអ្នកមិនមានឪពុកម្ដាយតួស្រីបន្ទាប់ពីលើពាក្យទាំងនេះនាងមានរហ័សគៀងខ្លាំងមែនទែនហើយមិត្តភក្តិតួស្រីក៏បានដឹងថាខ្លួនឯងបាននិយាយពាក្យលឺហើយក៏បានបញ្ញាប់និយាយថាតែខ្ញុំមិនមានន័យថាបែបនោះទេហើយតួស្រីក៏បានតទៅវិញថាវាមិនអីទេខ្ញុំមិនមានន័យបែបនោះទេហើយខ្ញុំក៏មិនថាអីដែរហើយមិត្តភក្តិតួស្រីក៏បាននិយាយថាពិតមែនណាបន្ទាប់ពីការសន្ទនាគ្នារួចកាន់មកពេលល្ងាចតួស្រីក៏បានដើរមកកាន់ផ្ទះតែម្នាក់ឯងហើយក៏មាននរណាម្នាក់ទេមកកាន់នាងហើយបាននិយាយថាវាមិនអីទេខ្ញុំនឹងមិនអីទេខ្ញុំប្រកាសណាស់ថាវាគ្មានរឿងអ្វីឡើយតែនាងយកមកមើលវាជាម្ដាយរបស់ស៊ីយូវាថាយប៉ាក់នឹងតាមតោងទៀមនាងខ្លាំងមែនទែនហើយនាងក៏បាននិយាយមកកាន់តួស្រីថាឪពុករបស់ស៊ីយូនិយាយថាយើងមិនគួរអត់ទោសឲ្យអ្នកទេហើយយើងនឹងដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យអប់រំហើយតើពីនាងបានឃើញមីសេរបស់ម្ដាយស៊ីយូបែបនេះធ្វើឲ្យនាងតក់ស្លុតខ្លាំងមែនទែនព្រមនោះនាងបានដើរទៅកាន់ផ្ទះរបស់នាងចៃដន្យអីនាងក៏បានឃើញការិយាល័យរបស់អូអ៊ីនស៊ុបហើយនាងនឹកឃើញពីសម្ដីរបស់មិត្តភក្តិរបស់នាងបាននិយាយថាអ្នកគួរតែប្តឹងនាងទៅ
chạy đòn ấy cái các bạn khơi tha cái giờ lại ní cái tụi bạn chụp sầm ra mình bằng ông PU nên các bạn tê tật can mà cha nó cái giờ lại ní hay các bạn dạy tha suốt đây ní chỉ cái giờ lại chụp bắp instrumente nhưng nó tại mình toàn dạy tha suốt đây trong trong có cái bị cua hiệu bò là hai nè mà kháng thế các bạn dạy start với tha cái bị cua hiệu bòประกอบnè ta nè tầm này nó bé nèហើយយើងមកកាន់មកឃើញនៅកន្លែងផ្ទះមួយដែលមានពុកបាញ់ទៅដោយដបស្រាហើយនឹងបរិសុទ្ធចំណាំម្នាក់ដែលហៀបបញ្ចងកគាត់នៅតែនិយាយជាមួយនឹងតួស្រីថាសូមអនុញ្ញាតឲ្យខ្ញុំពិនិត្យមើលការវិភាគរបស់ខ្ញុំសិនហើយបន្ទាប់ពីខ្ញុំពិនិត្យមើលចប់ខ្ញុំនឹងតាក់ទងទៅកាន់អ្នកនាងវិញណាបន្ទាប់ពីគាត់បញ្ចប់ការនិយាយជាមួយនឹងតួស្រីហើយគាត់ក៏បាននិយាយទៅកាន់បរិសុទ្ធចំណាស់នោះថាតើអ្នកនៅតែធ្វើអ្វីទៀតហើយបើបានជាអ្នកមិនបញ្ចប់ជីវិតរបស់អ្នកឥឡូវហ្នឹងទៅហើយបរិសុទ្ធនេះហើយដែលមានឈ្មោះថាអូអ៊ីនសុបដែលត្រូវជាម្ចាស់ការិយាល័យអប់រំតែអាចនិយាយបានថាគឺជាមេធាវីរបស់យើងនឹងហើយរឿងនេះក៏ត្រូវបានបញ្ចប់ដែរត្រឹមនេះ